អូខេសួស្តីបងប្អូនទាំងគ្នាអញ្ចឹងនេះយើងនឹងមករៀនបន្តពាក់ព័ន្ធជាមួយនឹងមេរៀនអនុគមការនិងអនុគមចុះរបស់យើងអូខេអញ្ចឹងយើងមើលនិយមន័យបែបម៉េចអញ្ចឹងអនុគមការនិងអនុគមចុះអញ្ចឹងគឺគេមានអនុគមA1កំណត់ពីដែនកំណត់របស់វាពី D ទៅ A គ្រប់ធាតុ x យើងកំណត់បានរូបភាព y ស្មើ i x អាហ្នឹងជារបៀបអានអនុគមអូខេអញ្ចឹងតាមបន្ទាន់អញ្ចឹងទ្រឹស្ដីបទយើងឬក៏និយមន័យអញ្ចឹងយើងមានS គឺថាបើសិនជា S កើនលើដែនកំណត់អញ្ចឹងគ្រប់តម្លៃ x1 x2 របស់ D នេះចិត្តមានថារបស់ស្ថិតនៅក្នុងដែនកំណត់របស់វាបើសិនជា i នៃ x1 x1 ទៅជាង x2 អញ្ចឹងយើងបាន i នៃ x1 ទៅជាង i នៃ x2 មួយទៀតបើសិនជា s ចុះលើដែនកំណត់របស់វាជាអនុគមចុះនោះយើងបានគ្រប់ x1 x2 របស់ D ទៅនេះរបស់ដែនកំណត់វាបើសិនជា x1 ទៅជា x2 យើងទីបាន i នៃ x1 ធំជាង i នៃ x2 អញ្ចឹងវាបញ្ច្រាស់គ្នាតោះនេះចុះបើកើន x1 ទៅជា x2 យើងបាន i នៃ x1 ទៅជា i នៃ x2 ដែរបើ x1 ទៅជា x2 បើសិនវាចុះ x1 ទៅ x2 យើងបានតម្លៃនៃ x1 វាគឺធំជាង i នៃ x2 វិញអូខេតោះនេះអញ្ចឹងនេះគឺយើងមើលជានិយមន័យវាអញ្ចឹងបើយើងប្រៀបធៀបវាជាគេហៅថាទ្រឹស្ដីផ្ទៃកំណើនឬក៏ derivative វាខុសគ្នាទៅទីកំណើននិង derivative អូខេអញ្ចឹងយើងមើល data x គេហៅថាកំណើនអថេហើយ data y គឺកំណើនអនុគមវាថាបំរែបំរួលអនុគមអថេប្រែប្រួលអនុគមប្រែប្រួលដែរតោះនេះវាតើទៅគ្នាដោយសារ y ស្មើនឹង x អញ្ចឹងរូបភាពនៃ y គឺស្ថិតនៅលើធាតុនៃ x ទាំងអស់អូខេជាមកបើសិនជា s កើនកាលណា data y នៅ data x ធំជាង0ហើយ s ចុះកាលណាdata y លើ data x ទៅជាង0មួយទៀតគេប្រៀបធៀបវាតាមរយៈ derivative ជាមើលបើសិនជា s កើនកាលណា s ព្រមនៃ x ធំជាង0ហើយបើ s ចុះកាលណា s ព្រមនៃ x ទៅជាង0ហើយចុះបើសិនជាកាលនេះដែរជាអនុគម n x 0យើងថាវាមានតម្លៃបរិមាណនៅកន្លែងហ្នឹងតើនេះអូខេ n ព្រម0មានថាវាជាអនុគមថេអូខេចឹងយើងមើលក្រាបរបស់វាអូខេចឹងយើងមកកលិបមើលក្រាបអនុគមកើនអនុគមចុះយើងអញ្ចឹងនេះគឺជាក្រាបអនុគមកើនហើយខាងនេះគឺជាក្រាបអនុគមចុះចឹងយើងមើលកើនវិញថានេះគឺ x1 x2 ចឹងនេះគឺថា x1 ទៅជា x2 ទេ x1 យើងបានគេ x1 កំណត់បានរូបភាព n x1 នៅត្រង់នេះទៀបជាងនេះចឹង x2 កំណត់រូបភាព n x2 ចឹងយើងបានឃើញមកយើងមានថា x1 ទៅជា x2 ចឹងយើងបាន n x1 ក៏ទៅជា n x2 ដែរតើណាចឹងច្រាស់គ្នាវិញយើងមើលអនុគមចុះអនុគមចុះនេះគឺ x1 x2 ចឹងនេះគឺ x1 យើងកំណត់បានរូបភាពn x1 នៅលើចឹងទៅពេល x2 យើងកំណត់បានតម្លៃ n x2 យើងនៅក្រោមចឹងយើងឃើញវិញកាលណា x1 ទៅជា x2 ប៉ុន្តែថ្លៃ n x1 វាទៅជាធំជាង n x2 អញ្ចឹងហ្នឹងគឺវាជាអនុគមចុះតោះនេះអូខេដល់នេះអញ្ចឹងអនុគមចុះអញ្ចឹងនិយមន័យយើងគឺមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាបន្ត